លើថ្លៃយប់ninhថាមានរឿងអ្វីខ្លាំងដែរក៏គាត់និយាយទៅត្រូវការស្អីអញ្ចឹងទៅនោះអាតួស្រីនោះខំធ្ងន់ផងហូរទឹកភ្នែកផងទុកពោះផងហើយញញយកហ្មងចាអូឃើញព្រឺរោមកាលនោះព្រឺរោមពីព្រោះកាលនោះច្រៀងក៏អត់បានច្រើនហើយក៏មិនមានអាហ្វែច្រើនដែរបើន័យថាអត់មានរោងច្រើនយូរគេហៅមករោងទៅដាច់បាយទៅបានមករោងចាយកន្លះខែឬមួយខែទៅអ្វីដែលខ្ញុំសោកស្ដាយគឺការទី1គឺឪពុករបស់ខ្ញុំបាទហើយទី2នោះគឺការរៀនសូត្ររបស់ខ្ញុំអញ្ចឹងបានខ្ញុំផ្ដាំដល់កូនខ្ញុំក៏ដូចជាបងប្អូនកូនក្មួយឧបត្ថម្ភដោយ Yangsia Purchase សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Yangsia Talk Show សប្តាហ៍ថ្មីហើយសប្តាហ៍នេះដែរគឺពិសេសខ្លាំងមែនតើដែលមានការចូលរួមពីតារាកិត្តិយសដែលគាត់ជាតារាចម្រៀងនិងតារាសម្ដែងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងមែនតើអញ្ចឹងចង់ដឹងថាពិសេសយ៉ាងណាមកជួបជាមួយនឹងគាត់ទាំងអស់គ្នាជម្រាបសួរបងបាទជម្រាបសួរអរគុណច្រើនសុខសប្បាយអត់បងធម្មតាមនុស្សលោកយើងសុខទុក្ខលេគ្នាចាបងចុះណៃសុខសប្បាយហើយសុខធម្មតាបងខ្ញុំគាត់ឃើញនឹងសុខដោយសារតាំងពីចូលមកគឺអញញឹមរហូតអញញឹមសប្បាយដោយសារអញញឹមរហូតសមរហូតមកណាចាបានជួបបងសប្បាយចាបងអញ្ចឹងបងអាចជួយជម្រាបជូនពីប្រវត្តិដែលបងចូលសិល្បៈពីដំបូងឡើយបានអត់បងអត់បានទេណែដើមទីដែលខ្ញុំចូលសិល្បៈពីដំបូងគឺគេថាជាធម្មតាយើងឡើងពីខេត្តព្រោះខ្ញុំនៅខាងបាត់ដំបងអញ្ចឹងណាអញ្ចឹងត្រូវឡើងមករស់នៅទីក្រុងភ្នំពេញហើយក៏រកកន្លែងច្រៀងជាពិសេសដងយើងគឺមកច្រៀងនឹងឯងចាបងក៏ប៉ុន្តែវាពិបាករកកន្លែងច្រៀងណាកាលនោះទៅច្រៀងតាមអាហ្វែការគេបានមកអាហ្វែហ្នឹងមករោងមកនេះបាន 15,000 18,000តាមគេឲ្យដោយសារយើងចង់ច្រៀងអញ្ចឹងឲ្យតែបានច្រៀងទៅគេថាធ្វើម៉េចឲ្យតែថាស្គាល់រសជាតិបានដើរជាក្រុមភ្លេងមួយបែនគេអញ្ចឹងណាចាបងចាបាទចាអញ្ចឹងបងពេលដែលបងឡើងមកភ្នំពេញដំបូងដើម្បីបំពេញក្តីសម័យថាបងចង់ខ្លាយជាតារាចម្រៀងហ្នឹងតាំងពីឆ្នាំណាដែរកាលនោះឆ្នាំ9ខ្ទង់9 95 96ក៏ប៉ុន្តែ95 96ហ្នឹងជាធម្មតានៅក្នុងសាលាពេលដែលយើងច្រៀងគ្រាន់បើមិនថាច្រៀងព្រោះច្រៀងគ្រាន់បើទៅគ្រូនៅពេលដែលចេញលេងឬក៏ចេញមកផ្ទះអីគ្រូតែងតែឲ្យច្រៀងមួយបទអីចឹងណាព្រោះគាត់ចូលចិត្តខ្ញុំច្រៀងគាត់ថាខ្ញុំនឹងច្រៀងមានសម្លេងល្អអញ្ចឹងខ្ញុំក៏គេទៅសើទៅក៏ក្រោយមកក៏ទៅច្រៀងខារ៉ាអូខេអា3បទ500ចាបងចា3បទ500ហើយក៏ថតសម្លេងហ្នឹងក្នុងកាសែតក្នុងកាសែតក្នុង CD ហ្នឹងយកមកចាក់ស្ដាប់ទៅក៏គេអ្នកភូមិអ្នកស្រុកអីអ៊ំពូមីងអីនឹងគេថាព្រោះអញ្ចឹងយើងក៏មានអារម្មណ៍មួយថាអញ្ចឹងយើងអាចថ្ងៃក្រោយទៅអាចច្រៀងបានហើយមើលទៅចានៅពេលដែលខ្ញុំរៀនចប់ត្រឹម10ក៏សម្រេចចិត្តថាឡើងមកភ្នំពេញទៅចាបងពេលដែលឡើងមកភ្នំពេញហ្នឹងមកតែឯងទេបងបាទមកតែឯងអត់មានបងប្អូនដែលគាត់នៅភ្នំពេញទេគឺអត់មានទេមានបងធរម៉ែធរដែលនៅខាងគៀនស្វាយគាត់បានជួយឲ្យយើងស្នាក់នៅក៏ដូចជាការហូបចុកអីផ្សេងៗអញ្ចឹងណាចាបងចង់ដឹងថានៅក្នុងគ្រួសារបងមានអ្នកសិល្បៈដែរដូចបងដែរអត់ឬក៏មានតែបងទេអត់មានទេមានតែខ្ញុំឯងដែលប្លែកពីគេដែលមានសម្លេងគ្រាន់បើអញ្ចឹងណាចាបងចាឃើញថាបងមានដងខាងចម្រៀងច្រើនប៉ុន្តែជាក់ស្ដែងឃើញបងមានជាការថតខ្សែភាពយន្តដែរអញ្ចឹងបងហើយអញ្ចឹងចង់ដឹងថាមុនដំបូងបងជាតារាចម្រៀងទេអញ្ចឹងចង់ដឹងថាដំណើរវិវត្តនៃការចូលទៅថតខ្សែភាពយន្តហ្នឹងរបៀបណាដែរអញ្ចឹងបងគោលដៅដែលយើងចេញពីខេត្តមកហ្នឹងគឺយើងមកច្រៀងទេចានៅពេលដែលក្រោយមកក៏មានទូទៅអប្សរាក៏គាត់បានធ្វើកម្មវិធីប្រឡងមួយគឺប្រឡងបរោះឯកនារីឯកអញ្ចឹងទៅក៏មានមិត្តភក្តិម្នាក់គាត់បានទៅហូបនៅហាងហ្នឹងកន្លែងខ្ញុំច្រៀងពេលយប់ណាគេហៅថាបៀកាដែនកានុងអញ្ចឹងក៏គាត់បានណែនាំអញ្ចឹងទៅក៏ជួបបងជេវរៈហើយក៏យើងក៏ទៅបានប្រឡងក្នុងកម្មវិធីហ្នឹងបរោះឯកនារីឯកហ្នឹងអញ្ចឹងក៏បានជាប់លេខ2ចម្រៀងហើយនឹងខ្សែភាពយន្តមួយណាដែលធ្វើឲ្យបងមានការគ្រប់គ្រងពីទស្សនិកជនហើយស្គាល់បងនៅតាមខ្សែភាពយន្តឬក៏ចម្រៀងមួយហ្នឹងបងទស្សនិកជនដែលគាត់ស្គាល់ខ្ញុំច្រើនគឺលើផ្នែកចម្រៀងចាភាសាយើងល្បីបទទឹកផ្នែកស្វាមីស្រី
អង្គសេក៏ដូចជាបទជាដូនកាកៃសម្ពុះប្រស្នាអញ្ចឹងណាបាទចម្រៀងខ្ញុំចេញមកវល់មួយគឺល្បីតែម្ដងបើថារឿងខ្ញុំថតបានកាលនោះខ្ញុំថតបាន 3 4 រឿងហើយតែវាអត់ទាន់វាអញ្ចឹងគេថាល្បីដែរតែវាអត់ដូចចម្រៀង ចាបងអញ្ចឹងតាំងពីសួរបងមកឃើញបងសប្បាយរហូតអញ្ចឹងចង់ដឹងពេលដែលចង់ដឹងពីការលំបាកបងពេលដែលបងឡើងមកពីខេត្តដើម្បីស្វែងរកក្តីសម័យដូចជាចង់ធ្វើជាតារាចម្រៀងតើបងមានផលលំបាកអីខ្លះអត់បង និយាយទៅមហាលំបាកបងប្អូនអើយដើម្បីរកគោលដៅរកទិសដៅមួយដែលចិត្តយើងចង់បានណាហើយមកតែម្នាក់ឯងដោយផ្ញើខ្លួនផ្ញើប្រាណនឹងបងធរម៉ែធរតែដល់គាត់ពួកគាត់ចិត្តបានអញ្ចឹងការចាយវាអីផ្សេងក៏ដោយគឺវាពិបាកមែនទែនពីព្រោះកាលនោះច្រៀងក៏អត់បានច្រើនហើយក៏មិនមានអាហ្វែច្រើនដែរបើន័យថាអត់មានរោងចក្រយូរគេហាមរោងទៅដាច់បាយទៅបាន1រោងចាយកន្លះខែឬ1ខែទៅបាទអញ្ចឹងសុំម៉ែពីខាងខេត្តមកវិញសុំម៉ែផ្ញើលុយមកទៅប៉ុន្តែយូរទៅម៉ែក៏គាត់មានការលំបាកដែរគាត់រកបានអីបានផងអញ្ចឹងធ្វើឲ្យជីវិតខ្ញុំគឺមួយរយៈហ្នឹងវេទនាមែនទែនក្នុងអំឡុងឆ្នាំ99បាទ99 2000ហ្នឹងចាបាទដោយសារទីមួយយើងវាអត់ចំណូលហើយយើងវាអត់មានការងារនោះយើងមិនសម្ដៅថាយើងច្រៀងនេះឲ្យតែថាការងារអីឧបមាថាបេះបន្លែនៅគៀនស្វាយគេមានដកបន្លែបេះបន្លែឬក៏ស្អីអញ្ចឹងក៏យើងធ្វើដែរខ្ញុំនឹងដើរនេះទៅខ្ញុំដើរចាប់គីគក់ដើរចាប់ស្អីដើម្បីដោះដូរអីអាហារឬក៏លក់បានខ្លះយើងយកមកធ្វើម្ហូបខ្លះអញ្ចឹងណាចាហើយពិបាកនៅបឹងគៀនស្វាយចាបងអាហ្នឹងខ្ញុំចុះទៅតាមនឹងសបោតាមរោងជីគេខែធ្លាក់ភ្លៀងមកសបោទាំងខ្យងទាំងផលិតទាំងគីគក់ចាបងខ្លះហូបគីគក់ឯងអត់ចាញ់ហ្មងបាទអញ្ចឹងមិនថាយើងចង់សម្រេចគោលដៅអីមួយយើងតស៊ូណាស់ហើយក៏មិនប្រកាសថាបានសម្រេចដូចបំណងប្រាថ្នាប៉ុន្តែយ៉ាងណាយើងពុះពៀទៅតាមអ្វីដែលយើងថាអាចធ្វើទៅបានឲ្យអស់ចិត្តកុំឲ្យថាយើងចេះតែដេកចាំព្រេងវាសនាដោយមិនបានធ្វើសោះអានឹងអត់នេះអញ្ចឹងការតស៊ូវាត្រូវតែមានផ្លូវសង្ឃឹមភាគច្រើនឲ្យកំឡុងពេលហ្នឹងពេលដែលបងចូលសិល្បៈដំបូងហ្នឹងមានធ្លាប់ទទួលបែបជាមតិរិះគន់ឬក៏អីដែរអត់បងជាធម្មតាទេយើងជាអ្នកសិល្បៈហើយយើងថ្មីថ្មងមិនថាថ្មីថ្មងមិនថាចាស់ទេវាតែងតែមានមតិរិះគន់តិចនឹងច្រើនអាស្រ័យទៅលើកាយវិការពាក្យសម្ដីរបស់តារានីមួយហើយអាស្រ័យទៅលើបងប្អូនគាត់ពេញចិត្តសម្លេងខ្ញុំឬមិនពេញចិត្តសម្លេងខ្ញុំឬមិនពេញចិត្តនៅរូបសម្បត្តិឬកាយវិការរបស់ខ្ញុំវាអាស្រ័យទៅតាមអញ្ចឹងដែរវាត្រូវតែមានការរិះគន់មិនថាតិចឬក៏ច្រើនអានឹងវាតែមានចាបងចាអញ្ចឹងចង់ដឹងចែបងសម័យហ្នឹងយើងអត់ទាន់មានជាទលំទលាយបែបបណ្ដាញសង្គមអីទេបាទចង់ថាពាក្យរិះគន់ដែលបងទទួលបានហ្នឹងបែបផ្ទាល់ឬក៏យ៉ាងម៉េចដែរបងអាហ្នឹងយើងគាត់គិតក៏យើងដឹងថាទីមួយការជួបផ្ទាល់ចាពីមជ្ឈដ្ឋានដែលយើងដើរទៅនេះដើរទៅនោះអញ្ចឹងណាលៀបចេះលៀបចុះទៅនៅខ្លះគេទៅសើទៅអីទៅប៉ុន្តែយើងមិនបាក់ទឹកចិត្តឬក៏យើងមិនប្រឆាំងនឹងអ្វីដែលគេរិះគន់យើងឬនេះសម័យសំខាន់កុំឲ្យតែយើងធ្វើខុសចាអញ្ចឹងកាលណាយើងធ្វើខុសទីមួយគេរិះគន់ទីមួយយើងធ្វើត្រូវហើយគេនៅរិះគន់បានន័យថាគេមិនសូវចូលចិត្តយើងរូបរាងកាយយើងឬសម្លេងយើងឬកាយវិការយើងពាក្យសម្ដីរបស់យើងហ្នឹងចាបងអញ្ចឹងពេលដែលបងជួបរឿងពិបាកពេលដែលបងចូលសិល្បៈដំបូងហ្នឹងបងមានគំនិតថាចង់បោះបង់ចោលវិស័យសិល្បៈអីអត់បងម្ដងដែរដោយសារយើងពិបាកពេកទៅហើយយើងរកកន្លែងច្រៀងអត់បានអញ្ចឹងយើងចង់ទៅត្រឡប់ទៅបាត់ដំបងវិញតាចាចង់ត្រឡប់ទៅស្រុកវិញទៅមកប្រហែលដងនៅក៏ប៉ុន្តែចេះតែទ្រាំទៅឲ្យបងធေါ်ក៏គាត់រកកន្លែងបានឲ្យច្រៀងអញ្ចឹងទៅក៏យើងវាធូរចាបាទបានន័យថាបានប្រវល់លុយចាយខ្លួនឯងមានការងារធ្វើហើយយើងក៏វាសំខាន់អារម្មណ៍យើងគឺដកនៅអាស្រឡាញ់សិល្បៈនិងការសម្ដែងក៏ដូចជាការច្រៀងជាពិសេសការច្រៀងនឹងតែម្ដងអញ្ចឹងហើយធ្វើឲ្យយើងវាអន្តើទៅប៉ុន្តែគាត់ថាអ្វីដែលយើងស៊ូគឺកម្លាំងស៊ូវាខ្លាំងជាងយើងកម្លាំងបាក់ទឹកចិត្តដែលយើងចង់ទៅវិញអញ្ចឹងណាចានៅពេលដែលយើងមានការងារធ្វើទៅក៏យើងធូរបានលុយចាយខ្លួនឯងទៅក៏យើងសម្រេចចិត្តនៅនឹងទៅចាបងសម្រេចចិត្តនៅនឹងធ្វើនឹងតែម្ដងទៅចាបាទចឹងពេលដែលបងពិបាកបំផុតហ្នឹងចង់ដឹងថាតើនរណាម្នាក់ដែលគាត់ជួយជំរុញលើកទឹកចិត្តបងខ្លាំងបំផុតពេលដែលបងពិបាក
ពេលខ្ញុំគឺខ្លួនយើងមានតែខ្លួនយើងដោយសារបើអត់ខ្លួនយើងដែលជំរុញខ្លួនយើងនេះខ្លាំងបំផុតទេគឺយើងនឹងទៅហើយពីព្រោះមិត្តភក្តិក៏ដោយម្ដាយក៏ដោយម្ដាយគាត់ចេះថាហ្នឹងហើយកូនបើសិនជាពិបាកពេកក៏មកវិញមករៀនតឬក៏ធ្វើស្រែធ្វើចំការអីចឹងទៅចាអាហ្នឹងគាត់មានប៉ុណ្ណឹងតែដោយសារយើងវាជ្រុលបានប្រហែលឆ្នាំហើយយើងគាត់ថាមិនអាចបោះបង់បានហើយយើងក៏រកបានហាងច្រៀងហើយបងធေါ်ក៏ជួយបានកន្លែងហាងច្រៀងហើយយើងសម្រេចចិត្តបណ្ដោយយើងសម្រេចចិត្តថាមិនបោះបង់គឺយើងបោះជើងតាងបោះចាក់គ្រឿងហ្នឹងចាបងអញ្ចឹងបើសិនជាសប្តាហ៍ថ្ងៃហ្នឹងបងមិនមែនជាសិល្បករតើបងគិតថាបងនឹងចាប់ជាអាជីពអីគេដែរបើតាំងពីដើមមករហូតដល់សប្តាហ៍ថ្ងៃបើសិនជាមិនបានជាសិល្បកររូបទេប្រហែលជាមិននឹងទៅស្អីទេចាពីព្រោះខ្ញុំមិនដឹងនៅក្នុងកលៈស័កដោយសារឲ្យសុទ្ធធ្វើស្រែបាទកាលនោះរៀនណាខ្ញុំរៀនបកែដែរក៏ប៉ុន្តែដោយសារចឹងមកផ្ដាំដល់បងប្អូនទាំងអស់ណាការរៀនបកែយើងក៏មិនកំណត់ទេដោយសារសំខាន់គឺការសេពគប់គឺមជ្ឈដ្ឋានដែលយើងសេពគប់ការរាប់អានមិត្តភក្តិណាដំបូងខ្ញុំរៀនខ្លាំងណាស់តែពេលដល់ការដែលយើងមិនបន្ទោសគេទេក៏ប៉ុន្តែកាលណាយើងសេពគប់ដល់មនុស្សចឹងហើយយូរនឹងអូសទាញយើងទៅបានសំខាន់អ្វីៗលើសំខាន់គឺចិត្តយើងនឹងឯងក៏ប៉ុន្តែយើងមានតែមួយគេមានច្រើនចង្កោទប់អត់ឆ្នប់ទៅបណ្ដោយអញ្ចឹងផ្ដាំដល់បងប្អូនមួយទាំងអស់បាទតែមិនគេថាប្រឹងរៀនប្រឹងសូត្រហើយគឺថាការសេពគប់នោះគឺថាឲ្យវាមានឲ្យវាសមតុល្យគ្នាបាទចាបងអញ្ចឹងបកមកការសម្ដែងរបស់បងវិញចង់សួរបងថាតើតារារូបណាដែលបងចូលចិត្តសហការជាមួយគាត់នៅក្នុងការសម្ដែងខ្សែភាពយន្តបំផុតណាបងសហការចាសហការចូលចិត្តថតជាមួយឬក៏ចាតាមពិតទៅខ្ញុំតារាសម្ដែងទាំងអស់គឺមួយណាក៏បានដែរចាគាត់ថាម្ចាស់ផលិតកម្មគាត់តែងតែមើលមុខខ្ញុំជាមួយនឹងបងអូនស្រីដាញ់ម៉ូនីកាឬក៏ជាមួយបងអូនដេចសុភាឬក៏ព្រំប្រថាឬក៏វេទរតនាអីចឹងណាស្រែកគាត់ប៉ុន្តែអ្វីដែលខ្ញុំសម្ដែងមកហ្នឹងភាគច្រើនគឺម្ចាស់ផលិតកម្មគេពូពងខ្ញុំជាមួយបងអូនស្រីដាញ់ម៉ូនីកាក៏ដូចជាបងអូនវេទរតនាចាពីព្រោះគាត់ត្រេមុខរបស់គាត់ខ្មែរហើយពួកខ្ញុំថតកាលហ្នឹងមានតែរឿងក្ររឿងអីនឹងរឿងស្ដាច់ចាបាទអញ្ចឹងគិតយកត្រេពួកគាត់ហ្នឹងគឺត្រេខ្មែរទាំងខ្ញុំទាំងអីហ្នឹងបាទចាបងអញ្ចឹងដោយសារតែខ្ញុំជាអ្នកទស្សនាខ្សែភាពយន្តបងដែរកន្លងមកភាគច្រើនឃើញបងសម្ដែងក្នុងខ្សែភាពយន្តបុរាណណាបងអញ្ចឹងខ្ញុំជឿថាសំណួរហ្នឹងបងទាំងអស់គ្នាគាត់ប្រកាសជាឆ្ងល់ដូចខ្ញុំដែរថាពេលដែលសម្ដែងខ្សែភាពយន្តបុរាណភាគច្រើនយើងត្រូវថតនៅក្នុងព្រៃនៅក្នុងអីចឹងហ៎បងអញ្ចឹងការសម្រាកឬក៏ការញ៉ាំបាយឬក៏មិនអីមិនដែរបងអាហ្នឹងតាមកន្លែងសាក់ប៉ុន្តែកាលនោះក៏សប្បាយមួយយ៉ាងដែររឿងបុរាណធម្មតាទៅថតនៅតាមប្រាសាទឬក៏ក្នុងព្រៃអីចឹងណាហើយនៅពេលមកថារឿងហ្នឹងត្រូវថតនៅទីតាំងហ្នឹង2ថ្ងៃអញ្ចឹងជួនកាលទៅក៏គេងតាមព្រៃទៅចាតាមព្រៃមិនមែនជាព្រៃអីដែលជាដែលផ្ដល់គ្រោះថ្នាក់ទេដើមឈើធំអីសម្បូរហ្នឹងណាអញ្ចឹងទេវត្តតាមវត្តសុំវត្តលោកអញ្ចឹងទៅអញ្ចឹងហូបចុកអីគឺគេកាលនោះគេមានចុងភៅចាបាទមានចុងភៅគេតាមធ្វើឲ្យទូទាំងអស់អញ្ចឹងយប់ឡើងថតដល់ថតយប់ជ្រៅទៅគេមានរបបទេបបគ្រឿងបបអីចាបងចាអញ្ចឹងបងចង់និយាយថាពេលដែលយើងថតរឿងបែបបុរាណប្រកាសជាថតក្នុងព្រៃក្នុងអីអញ្ចឹងចង់សួរបងថាមានដែលធ្លាប់ជួបហេតុការណ៍អីចម្លែកអីដែលមកភ្លេចអត់បានអត់បងហេតុការណ៍មិនចម្លែកក៏មានហេតុការណ៍ចម្លែកក៏មានខ្ញុំជួបរឿងដូចជាមិនបុរាណប្រហែលនេះកណ្ដាលចារឿងថតរឿងខ្មោចប៉ុន្តែបងប្អូនក៏ដូចជាឃើញមានជួបដូចខ្ញុំដែរខ្ញុំថតចឹងពងគេចងសីមាពងសូត្រអីចឹងណាហើយមានតួចាស់ក្មេងអាចារ្យស្អីចឹងទៅដល់ពេលហ្នឹងក៏ខ្មោចចូលតួស្រីអាហ្នឹងខ្ញុំជួបផ្ទាល់ខ្លួនយ៉ាងចឹងចង់គេវ័នបោះសជុំវិញចឹងណាដើម្បីគេធ្វើអីវិធីអីដេញមិញមកចូលតួស្រីចាចូលតួស្រីមានអីយាយរត់ផ្អើអាចារ្យគាត់ទៅចេះណាអាចារ្យដំបូងរៀននេះក្រោយមកអាចារ្យគាត់
ខ្លាំងដែរក៏គាត់និយាយទៅត្រូវការស្អីស្អីស្អីអីចឹងទៅនោះអាតួស្រីនោះខំធ្ងន់ផងហូរទឹកភ្នែកផងចុកពោះផងហើយញញយកហ្មងចាអូឃើញព្រឺរោមកាលនោះព្រឺរោមតួខ្លះតួចំណាខ្ញុំដែរចង់រត់ដែរឲ្យយាយរត់ប្រមាណអ្នកហ្នឹងទៅចាគាត់ពេលគាត់ចូលពិបាកបាទមែនទែនគាត់ដូចថាគាត់ធ្វើទុកចាបងចាគាត់ចុកពោះគាត់កាច់អូហើយខំធ្មេញខ្ញុំបាក់អស់ហើយចាមិនថាអញ្ចឹងមិនថាជារឿងមួយដែលយើងនេះឲ្យបើរឿងអីចម្លែកលេខនេះមានច្រើនទៀតប៉ុន្តែរៀបរាប់ចាចឹងបងកំឡុងពេលដែលបងថតខ្សែភាពយន្តហ្នឹងបងមានអនុស្សាវរីយ៍ដែលបងចងចាំអត់ភ្លេចជាមួយនឹងក្រុមការងារមិនថាទាំងសបាយនិយាយពីរឿងអនុស្សាវរីយ៍វិញគឺច្រើនណាស់គឺមានតាំងពីជូរចត់ហើយនឹងផ្អែមចាជាធម្មតាទេកាលណាយើងថតរឿងដែលមិនមែននៅក្នុងទីក្រុងយើងចូលទៅព្រៃអញ្ចឹងការស្នាក់នៅក៏រៀងពិបាកការមុជទឹកមុជភក់អីបត់ដៃបត់ជើងអីគឺវាពិបាកទាំងអស់គ្នាមិនថាខ្ញុំមិនថាក្រុមការងារគឺយើងពិបាកទាំងអស់គ្នាក៏ប៉ុន្តែដោយសារការនោះថាយើងការសហការគ្នាឬក៏យើងព្រមទទួលនៅការងារនឹងហើយក៏ស៊ូទាំងអស់គ្នាអញ្ចឹងណាចាបាទនេះទៅហើយកន្លងមកក្រុមការងារមើលប្រហែល20ឆ្នាំជាងហើយបាទហើយខ្ញុំក៏អរគុណដែរដល់ក្រុមការងារទាំងអស់គ្រប់ចំនួនរហូតមកដល់បច្ចុប្បន្ននេះចាជាពិសេសចំនួនមុនបាទមានជូរចត់បាទណាព្រោះចំនួនមុនដូចអរ៉ៃអីមិនដូចតូចឥឡូវចឹងណាអរ៉ៃនោះស្ដែកកង់ប៉ុណ្ណឹងប្រវៃណៃតនិយាយទៅវាបញ្ចង់និយាយថាបច្ចេកទេសវាអត់អត់ទាន់សម័យពីមុនហ្នឹងណាអញ្ចឹងការធ្វើការហត់ក្រុមបច្ចេកទេសក្រុមការងារអីទីនេះហត់បាទកាមេរ៉ាក៏លីទៅមុនដែរក្រិនស្មាអស់ហើយបាទតែឥឡូវនេះគេប្រើតែមើលប៉ុណ្្នឹងឯងស្រួលចាអញ្ចឹងបណ្ដាអនុស្សាវរីយ៍កន្លងមកជាពិសេសដែលធ្វើយើងដិតដើមយ៉ាងគេទៅតាមព្រៃភ្នំនឹងតែម្ដងនៅកំពង់ត្រាចនៅស្អីអញ្ចឹងណាចាបាទនៅគេតាមព្រៃភ្នំតាមវត្តតាមបានចាបងអញ្ចឹងតាមការខ្ញុំបទពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំមើលខ្សែភាពយន្តបងភាគច្រើនបងដើរតួរបៀបបែបជាស្ដេចអញ្ចឹងចង់សួរបងថាពេលដែលបងសម្ដែងរឿងហ្នឹងតួអង្គអីដែលបងចូលចិត្តសម្ដែងនៅក្នុងខ្សែភាពយន្តហ្នឹងបងខ្ញុំតាមពិតចូលចិត្តសម្ដែងទាំងអស់ហ្នឹងគាត់ថាសម្ដែងកន្លងមកហ្នឹងគឺមិនថាសម័យមិនថាបុរាណទេប៉ុន្តែការចំនួនមុនហ្នឹងការខ្ញុំសម្បូរភាគច្រើនគឺរឿងបុរាណចាដោយសារការឆ្នាំ2004 2005 2006ហ្នឹងកាលនោះប្រចាំងរោងកុនហើយរឿងបុរាណគឺមនុស្សមកមើលច្រើនមនុស្សមកគាំទ្រច្រើនរឿងវិជ័យវង្សារឿងព្រះលក្ខណវង្សរឿងមរណៈមេដាជាពិសេសរឿងមរណៈមេដាបាទល្បីក្នុងរឿងមរណៈមេដាដោយសារបងផៃស្មាងគាត់លោកជាអ្នកដឹកនៅរឿងហ្នឹងបាទបានយកទៅប្រកួតនៅសិង្ហបុរីម៉ាឡេទៅម៉ាឡេចាបងចឹងបងស្ដាប់ប្រវត្តិបងមកដល់ឥឡូវហ្នឹងបងជោគជ័យបានទាំងជាតារាចម្រៀងនិងតារាសម្ដែងអញ្ចឹងចង់សួរបងថានៅក្នុងជីវិតបងមានរឿងអីដែលសោកស្ដាយបំផុតដែលអត់បានធ្វើបងសម្រាប់ខ្ញុំមកដល់បច្ចុប្បន្ននេះអ្វីដែលខ្ញុំសោកស្ដាយគឺការទី1គឺឪពុករបស់ខ្ញុំបាទទី1គឺឪពុករបស់ខ្ញុំដោយសារខ្ញុំកើតមកគឺឪពុករបស់ខ្ញុំគាត់បានចែកឋានទៅហើយchứខ្ញុំអត់បានឃើញមុខឪពុកទេបាទហើយទី2នោះគឺការរៀនសូត្ររបស់ខ្ញុំអញ្ចឹងបានខ្ញុំផ្ដាំដល់កូនខ្ញុំក៏ដូចជាបងប្អូនកូនក្មួយទាំងអស់ដែលកំពុងតែរៀនសូត្រនេះគឺប្រឹងប្រែងពោះចំណេះវិជ្ជានេះជាស្ពានឲ្យយើងបានភ្លឺស្វាងបានការយល់ដឹងច្រើនបានន័យថាកាលណាយើងរៀនការរៀនខ្លាំងហើយយើងខំប្រឹងនោះបានន័យថាយើងមានគោលគំនិតគិតល្អច្រើនហ្នឹងអញ្ចឹងដល់ពេលដែលខ្ញុំរៀនត្រឹមចប់តាមបាក់10មកក៏ដូចខ្ញុំនៅថាធម្មតាដូចខ្ញុំនិយាយមានការសឹកគប់អញ្ចឹងណាអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាមិនបង្ហិនលុយម៉ែឪទៀតទេយើងចេញមកដើម្បីរកជាអាជីពខ្លួនឯងមួយដើម្បីរកចំណូលខ្លួនឯងចា៎បាទអញ្ចឹងអ្វីដែលខ្ញុំសោកស្ដាយគឺការរៀនសូត្រជាពិសេសគឺទី1គឺឪពុករបស់ខ្ញុំហើយនឹងការរៀនសូត្រនេះអញ្ចឹងបានផ្ដាំដល់បងប្អូនកូនមួយទាំងអស់បាទចាជាចុងក្រោយសូមអរគុណបងដែលផ្ដល់កិត្តិយសចូលរួមនៅក្នុងកម្មវិធីយ៉ាងសៀ Talk Show ហើយបងមានពាក្យពេចន៍អ្វីដែរផ្ដាំផ្សាយទៅកាន់ទស្សនិកជនសូមអញ្ជើញមក
បាទខ្ញុំជាដំបូងខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Yangtze Purchase បាទដែលបានជួយខ្ញុំមកក្នុងកម្មវិធីYangtze Talk Show នេះបាទបងប្អូនYangtze ក្រុមហ៊ុន Yangtze គាត់មាន app អញ្ចឹងបងប្អូនអាចកម្មង់អីវ៉ាន់អីតាម app Yangtze ហ្នឹងឯងអញ្ចឹងយើងមិនបាច់កម្មង់ទៅតាម app ផ្សេងទេឥឡូវ Yangtze យើងចង់ដឹកទំនិញពីប្រទេសណាប្រទេសណីមកពីចិនពីអីមកអញ្ចឹងណាអញ្ចឹងក្រុមហ៊ុន Yangtze វាជារបស់ខ្មែរយើងរបស់កូនខ្មែរផងបាទអញ្ចឹងមាន app ផ្សេងទៀតណាដែលបងប្អូនខ្ញុំគិតថាកំពុងតែប្រើនៅ app ផ្សេងប៉ុន្តែខ្ញុំគិតថាYangtze នេះគាត់មានបទពិសោធន៍ច្រើនឆ្នាំមកហើយវាងាយស្រួលហើយគិតថាការដឹកអីវាធូរថ្លៃទៀតបាទអញ្ចឹងខ្ញុំគិតថាបងប្អូនគួរតែមកប្រើជាមួយនឹងការដឹកជញ្ជូនឬក៏ការកម្មង់បាទការកម្មង់ទិញទៅតាម Yangtze នេះទៅបាទអរគុណហើយខ្ញុំក៏ប្រាប់ផ្ញើដល់បងប្អូនកូនក្មួយយុវវ័យទាំងអស់បាទដូចខ្ញុំបាននិយាយជាមួយបងប្អូនស្រីអញ្ចឹងគឺពាក់ព័ន្ធនឹងការរៀនសូត្រមានតែការរៀនសូត្រទេដែលជួយឲ្យបងប្អូនទាំងអស់មានអនាគតល្អបាទគឺយើងបានន័យថាយើងអាចមើលឃើញនៅចក្ខុវិស័យខាងមុខដែលបងប្អូនកំពុងតែរំពឹងទុកពីព្រោះសម័យឥឡូវនេះគឺវាបច្ចេកវិទ្យាហើយ digital ហើយអញ្ចឹងមានតែ digital ឬមានបច្ចេកវិទ្យាទេដែលយើងមើលរងថ្ងៃមើលឥឡូវនេះនិយាយមួយ AI ឥឡូវបាទអញ្ចឹងមានតែការប្រឹងរៀនទេបានយើងចេះហើយចេះទៅលើបច្ចេកវិទ្យាសម័យឥឡូវនេះព្រោះអ្វីៗក៏គេប្រើបច្ចេកវិទ្យាភាគច្រើនបាទយ៉ាងហោចណាស់យើងបានជំនាញទៅលើបច្ចេកវិទ្យាអ្វីមួយបើមិនបានចំណេះទូទៅទេបាទចាអញ្ចឹងខ្ញុំមានប៉ុណ្ណឹងហើយជាផុតពីបញ្ហាដើរហើរជាពិសេសគឺរឿងញៀនបាទរឿងញៀនជាផុតបាទដើម្បីសុវត្ថិភាពខ្លួនឯងផងក៏ដូចជាដើម្បីបេះដូងឪពុកម្ដាយទាំងអស់គ្នាផងដែលខំចិញ្ចឹមខំថែរក្សាតែសម្ោចខំបន្តិចញិចសម្ោចនឹងបែនឹងនេះផងបាទអញ្ចឹងអរគុណមានតែប៉ុណ្្នឹងទេហើយសូមជូនពរទាំងអស់គ្នាឲ្យមានសេចក្តីសុខសេចក្តីចម្រើនបាទចាជាចុងក្រោយសូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រកម្មវិធី Yangtze Talk Show ជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលអរគុណ